របៀបធ្វើការបង្ហាញឬក៏លាក់ default icon network race cabin this PC control panel ដែលបង្ហាញនៅលើ desktop computer របស់លោកអ្នកចឹងដើម្បីធ្វើការបង្ហាញឬក៏លាក់ default icon នេះបានទី1អ្នកទាំងអស់គ្នាត្រូវម៉ៅស្ដាំទៅលើផ្នែកទំនេរណាមួយរួចយកពាក្យថា personalize បន្ទាប់ពីអ្នកទាំងអស់គ្នាចុចលើ personalize រួចផ្ទាំងមួយដែលកំណត់ពី personalize នឹងរំលេចឡើងហើយអ្នកទាំងអស់គ្នាចូលទៅចំណុចបន្ទាប់គឺចូលទៅក្នុងចំណុចពាក្យថា theme ហើយ scroll មើលចំណុចខាងក្រោមមួយទៀតគឺមានពាក្យថា desktop icon ក្រោយពីអ្នកទាំងអស់គ្នាចុចលើ desktop icon ផ្ទាំងមួយទៀតនឹងរំលេចឡើងបាទអញ្ចឹងផ្ទាំងមួយនេះគឺបញ្ជាក់អំពី icon ដែលជា default របស់វាអញ្ចឹងអាចយកទី1គឺអាច tick កាលណា tick ដូចនេះបញ្ជាក់ថា icon នោះគឺនឹងបង្ហាញនៅលើ desktop របស់លោកអ្នកអញ្ចឹងឥឡូវខ្ញុំដោះចេញទាំងអស់បាទអញ្ចឹងក្រោយពីខ្ញុំដោះចេញហើយខ្ញុំចុច apply រួចចុច OK បាទខ្ញុំបិទវិញបាទអញ្ចឹង icon ដែលនៅលើ desktop អំបញ្ញមិញនេះគឺនឹងត្រូវបានលាក់ហើយមានថាអត់បង្ហាញឲ្យយើងមើលឃើញទេអញ្ចឹងករណីដែលអ្នកទាំងអស់គ្នាចង់ឲ្យបង្ហាញឡើងវិញបានគឺធ្វើដូចទម្រង់ដើមគឺម៉ៅខាងស្ដាំនៅផ្នែកទំនេរណាមួយហើយយក personalize ហើយចូលមកកាន់ទីតាំង theme ហើយចូលមកកាន់ទីតាំង desktop icon ដដែលហើយជ្រើសយកចំណុច icon ណាមួយដែលអ្នកទាំងអស់គ្នាត្រូវការបង្ហាញអញ្ចឹងបើទីរកខ្ញុំត្រូវការបង្ហាញទាំង5ហ្មងគឺខ្ញុំអាចទាំង5ហើយចុច apply ហើយខ្ញុំចុច OK ខ្ញុំបិទមកវិញមកគឺខ្ញុំនឹងបាន icon ទាំង5នេះគឺនៅលើ desktop របស់ខ្ញុំតែម្ដងចឹងវីដេអូរបស់ខ្ញុំនេះគឺមានខ្លីទេបាទហើយជាចុងក្រោយអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel របស់ខ្ញុំជួបគ្នានៅវីដេអូក្រោយៗទៀត